ពាក្យចចាមអារ៉ាមនិងពាក្យចោទប្រកាន់របស់អ៊ីរ៉ង់ថាអាមេរិកកំពុងរៀបចំប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់តាមផ្លូវគោកបានផ្ទុះផុសផុលកាន់តែខ្លាំងនៅចុងសប្តាហ៍នេះក្រោយឃើញវត្តមាននាវាចម្បាំងអាមេរិក USS Tripoli បានមកដល់តំបន់កើតសង្គ្រាម USS Tripoli ជាប្រភេទនាវាចម្បាំងលើទឹកក៏បានលើគោកក៏បានដែលគេច្រើនប្រើនៅក្នុងប្រតិបត្តិការវាយលុកចេញពីសមុទ្រទៅលើដែនដីគោកប្រចាំការនៅជប៉ុននាវា USS Tripoli ជានាវាផ្ទុកឧទ្ធម្ភាគចក្រដែលមានកងនាវិកនិងកងទ័ពម៉ារីនចំនួនប្រមាណ350នាក់ក្រៅពីយន្តហោះដឹកជញ្ជូននិងយន្តហោះចម្បាំងនាវាចម្បាំង Tripoli មានបំពាក់សពាវុធដែលអាចប្រយុទ្ធពីលើទឹកនិងនៅលើគោកនេះបើតាមលំអិតរបស់ទីបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ានៅក្នុងសេចក្តីថ្លែងការណ៍អមដោយរូបថត4សន្លឹកបញ្ជាក់ផងរូបថតមួយសន្លឹកមានផ្ដិតទិដ្ឋភាពប្រលានរបស់នាវាផ្ទុកឧទ្ធម្ភាគចក្រប្រយុទ្ធ Sheerhawk និង Osprey ដាក់ជាច្រើនគ្រឿងព្រមទាំងឧទ្ធម្ភាគចក្រដឹកកងកម្លាំងទ័ពរូបថតមួយសន្លឹកទៀតបង្ហាញអំពីសកម្មភាពយន្តហោះចម្បាំង F-35 អាចចុះចតនិងហោះចេញពីនាវា Tripoli នេះដំណើរមកដល់មជ្ឈមបូព៌ានៃនាវា Tripoli និងកងទ័ពជើងទឹកនៃកងបេសកកម្មក្រៅប្រទេសប្រព្រឹត្តទៅចំពេលដែលប្រមុខការទូតអាមេរិកបានប្រកាសថាកម្មវត្ថុយកឈ្នះលើអ៊ីរ៉ង់មិនអាចសម្រេចទៅបានដោយគ្មានការប្រើកម្លាំងទ័ពថ្មើរជើងឡើយកាលពីថ្ងៃទី13មិនិនាសេតវិមានក៏បានប្រកាសជាលើកទី1អំពីលទ្ធភាពពង្រាយទ័ពជើងគោកនៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាចំណែកឯមន្ទីរបញ្ចកោណបានបញ្ជាក់ថាអាមេរិកនឹងបញ្ជូនកងទ័ពជើងទឹកនៃកងបេសកកម្មក្រៅប្រទេសចំនួន2កងពលដែលមួយកងពលមានកម្លាំងទាហានប្រមាណ2500នាក់នៅថ្ងៃសុក្រទី27មិនិនាកន្លងទៅតាមរយៈកាសែត Wall Street Journal សេតវិមានបានបញ្ជាក់គម្រោងបញ្ជូនកងទ័ពជើងគោកជុំផ្សេងទៀតយ៉ាងហោច10000នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាដែរតែដោយគ្មានបញ្ជាក់អំពីទីតាំងឈរជើងឲ្យប្រាកដទេ